សូធារាគូបាមានរឿងអីនឹងគូបាហេតុអីបត់ត្រង់ព្រះកន្សែងតើអ្នកណាធ្វើអ្វីបត់នឹងគូបាតើមានរឿងអីកើតឡើងទៅហើយđâyបានជាបុត្រីព្រះកន្សែងបែបនេះយ៉ាស៊ូថារ៉ាមានរឿងអីកើតឡើងតើឲ្យខ្ញុំម្ចាស់ទ្រពបានយ៉ាងម៉េចទៅព្រះបើព្រះមេដាអ្នកកងវាលកកំពុងតែយកករបស់យាយទៅហើយកនោះសប្បាយចិត្តណាស់បាននៅជាមួយម្ចាស់គេមួយរំពេចនោះស្រាប់តែសេដ្ឋីយកកពីអ្នកកងវាលវិញកនោះបានតែចេញហើយមិនព្រមទៅនោះទេគឺគ្រាន់តែរឿងប៉ុណ្្នឹងទេបុត្រីអាចសុំគូនោះឲ្យទៅម្ចាស់គេវិញអញ្ចឹងបានហើយមិនអីទេពិតមែនទេព្រះបិតាពិតមែនហើយបិតានឹងចាត់ការនៅពេលនេះមែនទេព្រះបើចាត់ទុកថាអ្នកកងវាលកូននោះជាសិទ្ធិតចាហើយមហាសេដ្ឋីគឺជាទេវទត្តហើយកូននោះគឺជាបុត្រីរបស់ព្រះបិតាយ៉ាស៊ូថារ៉ាបុត្រចង់បាននេះថាម៉េចជាការពិតណាស់ព្រះបើព្រះបិតាបាទខ្ញុំម្ចាស់រៀបអភិសេកជាមួយទេវទត្តហើយទៅនៅនគរកបិលភៈតាមការស្នើសុំរបស់ព្រះបិតាខ្ញុំម្ចាស់មិនសប្បាយប្រទេដែលគ្មានស៊ីថាប៉ុន្តែគេស្នើសុំព្រះពេទ្យឆាដើម្បីឲ្យបុត្រីរៀបអភិសេកជាមួយនឹងទេវទត្តហើយប៉ុន្តែខ្ញុំម្ចាស់ចង់រៀបអភិសេកជាមួយស៊ីថាវាអាចទៅរួចដែរទេមិនបានជាដាច់ខាតកំពុងតែបង្ខំបុត្រីយើងហើយនេះជាការជ្រើសរើសរបស់កូនកំឡោះទេព្រះពរខ្ញុំម្ចាស់ស្រឡាញ់ស៊ីថាខ្ញុំម្ចាស់នឹងរៀបអភិសេកជាមួយស៊ីថាខ្ញុំម្ចាស់សពតិស៊ីថាហេតុអីព្រះអង្គចំទាស់ជាមួយនឹងការរៀបអភិសេកយើងដាច់ខាតត្រូវតែប្រឆាំងរឿងនេះយើងមិនចង់ឃើញបុត្រីរបស់យើងខ្លាចជាមហេសីរបស់អ្នកទុនជ្រាយទេព្រះបិតាសុបជារាជកបិលភៈពីរឿងស៊ីថាទៅព្រះពរប្រជារាស្ត្រពេញចិត្តរាជបុត្ររបស់គេណាព្រះពរប៉ុន្តែនៅពេលដែលមានសង្គ្រាមគឺមិនមានវត្តមានរបស់គេទេព្រោះគេមិនសមជាអ្នកចម្បាំងគឺស៊ីថាប្រយុទ្ធឈ្នះទេវទត្តក្នុងការប្រកួតគ្នារបស់នគរកបិលភៈណាព្រះពរម្ចាស់ព្រោះតែការលេងល្បីទើបអាចយកឈ្នះទេវទត្តបីដាមិនទទួលស្គាល់ជាដាច់ខាតហើយក៏គ្មានការរៀបអភិសេកជាមួយគេដែរពេលនេះមានតែវិធីមួយគត់ព្រះបិតាធ្វើការសាកល្បងទៅព្រះពរបានបិតានឹងធ្វើការសាកល្បងជាមួយគេនៅក្នុងការប្រកួតរបស់យើងដើម្បីធ្វើការជ្រើសរើសអ្នកដែលមានភាពក្លាហានបុត្រត្រូវតែរៀបអភិសេកជាមួយនឹងអ្នកដែលឈ្នះមិនអាចបដិសេធបានទេឆាប់ឡើងឆាប់ប្រាប់បិតាមកបុត្រព្រមទទួលលក្ខខណ្ឌនេះទេព្រះបិតាធ្វើការសាកល្បងជាមួយព្រះជាថាយ៉ាងណាក៏បុត្រព្រមប៉ុន្តែព្រះសិទ្ធៈពិតជាឈ្នះជាមិនខាននោះទេយើងមិនបានដឹងអ្វីដែលព្រះអង្គដានដាប៉ានីមានព្រះតម្រេះទេទ្រង់ចង់បើកវេទិកានៃការប្រកួតទ្រង់ថាបើព្រះរាជបុត្រអង្គណាឈ្នះការប្រកួតនឹងបានរៀបអភិសេកជាមួយព្រះនាងយ៉ាស៊ូថារ៉ាពិតជាល្អខ្លាំងណាស់ហេតុអីបានជាបារម្ភម្ល៉េះការប្រកួតរបស់មហារាជដានប៉ានីប្រកាសជាទទួលជ័យជំនះដោយសារតែបុត្រទេវទត្តរបស់យើងតែប៉ុណ្ណោះចុះបើព្រះបត្រាស៊ីថាឈ្នះវិញគិតយ៉ាងម៉េចទៅពេលខ្លះរឿងនេះវាអាចបញ្ចប់ដោយសារតែផែនការរបស់យើងភ្លើងអាចចាត់ការបានគ្រប់យ៉ាងបានន័យថាយ៉ាងម៉េចអូនចង់បានន័យថានៅពេលណាដែលម៉ាងកាឡាសម្រេចចិត្តអ្វីមួយហើយនៅពេលនោះវាពិតជាកើតឡើងដូចដែលម៉ាងកាឡាចង់បានបើសិនជាមានរឿងអ្វីមួយព្រះអាចជួយបានទេ
តើព្រះអាចជួយព្រះនាងមែនទេយើងគួរតែនិយាយអ្វីជាមួយទ្រង់ទៅព្រោះយើងមិនទាន់ស្គាល់ថាខ្លួនយើងគឺជាអ្នកណាឲ្យប្រកាសផងពេលនោះព្រះជាថានឹងដឹងដល់ខ្លួនឯងបើសិនជាព្រះជាថាតតនៅក្នុងព្រះនេត្ររបស់ខ្ញុំម្ចាស់សិដ្ឋាស្ដេចយាងព្រះពេតុឆាហេតុអីបានជាព្រះពេតុឆាមកដល់ទីនេះព្រះរាជបុត្រឲ្យព្រះមេត្តាហៅព្រះរាជបុត្រថាម៉េចទៅហេតុអីក៏មិនបានទូបង្គំក៏ដូចជាបុត្ររបស់ព្រះពេតុឆាដែរមែនទេព្រះរាជបុត្រតែងតែមានព្រះតម្រិះត្រូវព្រះមេត្តាចាំសួរដល់ព្រះរាជបុត្រអំពីរឿងមួយតើបានដែរទេព្រះរាជបុត្រសូមមានសវណ្ណីមកចុះព្រះរាជបុត្រជ្រាបដែរទេសិដ្ឋាដែលមហារាជដានដាប៉ានីឲ្យទេវទត្តរៀបអភិសេកជាមួយយ៉ាសូថារាព្រះមេត្តាមិនដឹងថានៅអ្វីដែលកើតឡើងនៅថ្ងៃនេះទេទ្រង់មានព្រះតម្រិះថានឹងរៀបចំការប្រកួតដើម្បីរកអ្នកដែលរៀបអភិសេកជាមួយយ៉ាសូថារាព្រះរាជបុត្រមានជ្រាបរឿងនេះដែរទេក្រាបទូលបង្គំជ្រាបហើយពេលនេះព្រះរាជបុត្រមានជ្រាបទេថានៅក្នុងព្រះនគរមានព្រះរាជបុត្រ2អង្គតែប៉ុណ្ណោះដែលឈ្នះក្នុងការប្រកួតមួយអង្គគឺជាព្រះរាជបុត្រហើយមួយអង្គទីគឺជាម្ចាស់បងរបស់ព្រះរាជកុមារព្រះពេតុឆាចង់បានអ្វីទៅព្រះមេត្តាស្នើសុំរឿងរៀបអភិសេកនេះសូមឲ្យទៅទេវទត្តវិញទៅចុះព្រោះដោយសារតែព្រះធីតាមួយអង្គគត់ធ្វើឲ្យបងប្អូនប្រកួតប្រឆាំងជាមួយនឹងគ្នាព្រះរាជបុត្រមិនបានព្រះតម្រិះពីរឿងនេះទេថាតើវាមានព្រះកិត្តិយសដែរទេដែលព្រះអនុជត្រូវរៀបអភិសេកមុនម្ចាស់បងនោះនៅពេលនោះព្រះរាជបុត្រឈ្នះម្ចាស់បងព្រះរាជបុត្រប្រកាសជាមិនប្រទានឱកាសឲ្យគេទេព្រះរាជបុត្រមិនចង់ឲ្យម្ចាស់បងរបស់ព្រះរាជបុត្ររៀបអភិសេកជាមួយយ៉ាសូថារាទេមែនទេព្រះមេត្តាមិនចង់ឲ្យព្រះរាជបុត្រទទួលនៅការបរាជ័យទេតើត្រូវធ្វើយ៉ាងម៉េចទៅពិតជាអាចធ្វើបានបើព្រះរាជបុត្រមិនទទួលជ័យជំនះក្នុងការប្រកួតនោះវាអាចដោះស្រាយបានព្រះរាជបុត្រត្រូវតែធ្វើតាមនៅសម្ដីរបស់ព្រះមេត្តាក្រាបទូលទេវីព្រះមហារាជព្រះសិទ្ធត្ថនៈយាងមកឲ្យព្រះមេមានរឿងអីកើតឡើងទៅហើយអ្វីបានជាព្រះកន្សែងបែបនេះខ្ញុំម្ចាស់គឺគ្មានអ្វីជឿដល់ព្រះអង្គទេព្រះអង្គពិតជាមានបដិសេរីពីរឿងនេះហើយខ្ញុំជ្រើសរើសធ្វើជាមហាទេវីរបស់ព្រះអង្គជាមិនអាចផ្ដល់សុភមង្គលឲ្យបុត្រយើងទេយើងមិនមានសមត្ថភាពគ្រប់គ្រាន់ហើយគេក៏ត្រូវតែមានសិទ្ធិចំពោះរឿងនេះព្រះមហាទេវីវិជាមិនអភ័យទោសឲ្យយើងទេព្រះពរដើម្បីដោះស្រាយរាល់បញ្ហាទាំងនេះបងនឹងធ្វើការប្រកួតប្រជែងរកអ្នកដែលមានសមត្ថភាពតើមានអ្នកណាប្រាប់ដល់ទ្រង់
គេប្រាប់ថានឹងធ្វើការប្រឡងសមត្ថភាពរបស់ស៊ីថាតហើយបើនរណាឈ្នះគេនឹងលើកបុត្រីឲ្យរៀបអភិសេកជាមួយហើយនាងនឹងក្លាយទៅជាសន្និសីទរបស់យើងយ៉ាងមានកិត្តិយសគេត្រូវតែគោរពលក្ខខណ្ឌរបស់គេជាមួយយើងហើយបើសិនជាព្រះបុត្រាអង្គណាជាអ្នកឈ្នះគេនឹងមានសិទ្ធិសម្រេចជាមិនខានតើចាសូថារាមានជ្រាបពីរឿងនេះទេមិនមែននាងទេដែលជាអ្នកដាក់លក្ខខណ្ឌអ្នកណាទៅព្រះអង្គនាងគិតថាស៊ីថាតប្រកាសជាទទួលបានជ័យជំនះនៅក្នុងលក្ខខណ្ឌនេះតើនឹងមានរឿងអ្វីកើតឡើងនៅពេលនេះទៅបើសិនជាស៊ីថាតទទួលបរាជ័យនោះខ្ញុំមិនចាំមិនអាចប្រឈមមុខជាមួយអ្វីដែលកើតឡើងទេមិនពេលម្ចាស់បងមហាមេយាចេញទៅទ្រង់បានផ្ដាំឲ្យយើងថែរក្សាប្រតិបត្តិឲ្យបានល្អមហាទេវីអូនមិនត្រូវព្រួយប្រទេសរឿងដែលមិនទាន់កើតឡើងទេប៉ុន្តែការប្រកួតរបស់ដណ្ដាប៉ានីគឺជាសបិនល្អរបស់យើងពេលនោះយុទ្ធធម៌ប្រកាសជាមានយ៉ាងពេញលក្ខណៈជាមិនខានគ្មាននរណាដែលអាចបដិសេធបានទេ